ព័ត៌មានដែលមានប្រភពចេញពីស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ដូចគ្នាដែរចាគឺឯកឧត្តមម៉ៅធនិនអញ្ជើញចុះពិនិត្យការកសាងទំនប់ទី3និងទី5នៅក្នុងស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់នៅថ្ងៃទី17ខែមិថុនាឆ្នាំ2014ម្សិលមិញនេះប្រតិភូមិក្រុមរបស់ខេត្តពោធិ៍សាត់ដឹកនាំដោយឯកឧត្តមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តបានចុះពិនិត្យការកសាងទំនប់ទឹកទី3និងទី5ស្ថិតនៅក្នុងតំបន់ស្រុកភ្នំក្រវ៉ាញយោងតាមការមានប្រសាសន៍របស់ឯកឧត្តមម៉ៅធនិនអភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថាទំនប់ទី3នេះមានប្រភពទឹកហូរចាក់ពីស្ទឹងកំរងនិងប្រភពទី5មានប្រភពទឹកហូរចាក់មកពីស្ទឹងគំនោមស្ទឹងខ្សាំងនិងស្ទឹងសំឡាញ់ស្ថិតនៅក្រោមស្ថិតនៅក្រោមហេរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិនដែលអាចស្តុកទឹកសម្រាប់ផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែរាប់លានម៉ែត្រគីបបានបាក់ដាក់រាប់លានម៉ែត្រគីបដែលជាប្រភពនៃសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនៅក្នុងខេត្តពោធិ៍សាត់ការកសាងទំនប់លេខ3និងលេខ5ក្រុងនឹងបញ្ចប់នាខែកក្កដាឆ្នាំ2014ហើយការបិទទំនប់នឹងក្រុងធ្វើឡើងនៅចុងខែមិថុនាឆ្នាំ2014នេះតមកឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ក៏បានចុះពិនិត្យមើលបងប្អូនប្រជាពលរដ្ឋចំនួន185គ្រួសារដែលជំនះពីតំបន់ដែលរងផលប៉ះពាល់មកតាំងទីលំនៅថ្មីលើផ្ទៃដី770ហិកតាដែលសាលាខេត្តពោធិ៍សាត់បានស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីកាត់ចេញពីដែនគម្របព្រៃឈើដែលធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋដើម្បីដោះដូរជាមួយដីប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារគម្រោងនោះអាដាមបានមានគម្រោងជាមួយមន្ទីរកសិកម្មខេត្តនិងចង់បង្កើតទីនេះឲ្យក្លាយជាចំការក្រូចពោធិ៍សាត់ដែលឯកឧត្តមនឹងមានវិធានការឲ្យមន្ទីរកសិកម្មខេត្តពោធិ៍សាត់ធ្វើជាអ្នកផ្ដល់ពូជដែលយោងតាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅទីនោះអាដាមនឹងផ្ដល់អណ្ដូងទឹកចំនួន5ប្រជាពលរដ្ឋត្រូវជួយជាពលកម្មចំណែកសាលាខេត្តពោធិ៍សាត់ជាអ្នកផ្ដល់លូសម្រាប់ការកសាងនេះតមកឯកឧត្តមអភិបាលខេត្តបានចុះពិនិត្យមើលផ្សារស្រុកភ្នំក្រវ៉ាញហើយរដូវនេះជារដូវវស្សាភក់ជ្រាំដែលកាត់មាននៅពេលដែលមានទឹកដក់ក្រោយភ្លៀងបានធ្លាក់ក្រោយភ្លៀងធ្លាក់ឯកឧត្តមបានដាក់បញ្ជាឲ្យអាជ្ញាធរស្រុកភ្នំក្រវ៉ាញក្នុងការរៀបចំប្រព័ន្ធលូក្នុងផ្សារនិងរៀបចំផ្លូវជុំវិញផ្សារដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរមានភាពងាយស្រួលចានេះគឺជាសារព័ត៌មានដែលចេញពីខាងខេត្តពោធិ៍សាត់ស្រុកភ្នំក្រវ៉ាញផងដែរដោយឯកឧត្តមម៉ៅធនិនក៏បានអញ្ជើញចុះពិនិត្យការកសាងការសាងសង់ទំនប់លេខ3និងលេខ5ដោយសកម្មភាពរបស់ឯកឧត្តមគឺមានសភាពមមាញឹកខ្លាំងណាស់ដោយគាត់កំពុងតែរៀបចំនឹងធ្វើការអភិវឌ្ឍដើម្បីឲ្យប្រទេសជាតិដើម្បីឲ្យខេត្តរបស់គាត់មានភាពរីកចម្រើនទស្សនិកជនជាទីមេត្រីនៅក្នុងខណៈនេះនាងខ្ញុំនិងលោកសារិក៏សូមសម្រាប់ឯកសិននិងត្រឡប់មកវិញនៅព័ត៌មានអន្តរជាតិអន្តរជាតិ